ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានចត្រានាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាសកម្មភាពខ្ញុំបានដាក់ចំណីឲ្យកង្កែបបាទនៅពេលរសៀលតំណេពីការងារមកវិញបាទយើងតំណេយើងអាចចិញ្ចឹមកង្កែបបាទបែបធម្មជាតិបាទលក្ខណៈគ្រួសារក្បែរផ្ទះបងប្អូនអាចមើលសកម្មភាពខ្ញុំបានបាទហើយក្នុងការចិញ្ចឹមកង្កែបនេះផងដែរក៏មានភាពងាយស្រួលច្រើនផងដែរបាទมันសូវជាបញ្ហាអ្វីច្រើននោះទេអញ្ចឹងបងប្អូនបានអាចទស្សនាបានហើយក្នុងការចិញ្ចឹមនេះក៏យើងអាចរកប្រាក់ចំណូលបន្ថែមបាទពីការយើងធ្វើការងារប្រកបរបរខាងក្រៅបានដែរព្រោះការចិញ្ចឹមកង្កែបនេះគឺចំណាយពេលវេលាតិចបាទពេលវេលាតិចគឺយើងចំណាយពេលវេលាទៅលើវាក្នុងមួយថ្ងៃយ៉ាងច្រើន10នាទីទៅ15នាទីអីទេអញ្ចឹងណាបងប្អូនបាទយើងអាចចិញ្ចឹមលេងបានសាកល្បងចិញ្ចឹមលេងបានអញ្ចឹងណាបងប្អូនយើងអាចរកចំណូលពីមុខរបរខាងក្រៅនេះលើកថារករបរពីខាងក្រៅមកបានអញ្ចឹងបងប្អូនអាចសាកចិញ្ចឹមលេងនៅផ្ទះបានបាទហើយយើងអាចដាំដុះបាទដំណាំផ្សេងនៅក្បែរទ្រុងឬអាងកង្កែបយើងនេះបានយើងចិញ្ចឹមបែបធម្មជាតិខ្លះដូចបែបខ្ញុំនេះក៏បានឬក៏យើងអាចដាក់ជាអាងតង់ឬក៏អាងស៊ីម៉ងអីផ្សេងក៏បានដែរបងប្អូនបាទបើសិនជាបងប្អូនចង់ចិញ្ចឹមឬក៏ចង់សាកសួរព័ត៌មានបន្ថែមអីអាចតាក់ទងមកសាកសួរខ្ញុំបន្ថែមបានអញ្ចឹងណាបងប្អូនអរគុណច្រើនបងប្អូន